ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបងប្អូនផ្លូវដែលខ្ញុំត្រូវទៅបេះផ្លែប៉ោមហើយបងប្អូនឃើញនៅក្នុងវីដេអូនេះផ្លូវប្រហែលជារៀងក្បាច់ក្បៀនបន្តិចប៉ុន្តែផ្លូវគេស្អាតមែនតើទៅដល់ខាងមុខហ្នឹងគឺផ្លូវបំបែកជា4ណាបងប្អូននេះខ្ញុំបង្ហាញបងប្អូនផ្លូវដែលត្រូវទៅអញ្ចឹងណាគឺមានផ្លូវបំបែកជា4ប៉ុន្តែខ្ញុំទៅផ្លូវនេះគឺផ្លូវទៅត្រង់ហ្នឹងឥឡូវខ្ញុំជិះបន្តដំណើរទៅខាងមុខនឹងទៀតហើយពេលព្រឹកព្រលឹមឡើងហ្នឹងស្ងាត់ជ្រាបហើយជាម៉ោង10ទៅបងប្អូនប៉ុន្តែមានតែខ្ញុំទេយូរមានគេជិះកង់មកមួយអញ្ចឹងណាហើយនេះគឺផ្លូវរថភ្លើងបន្ទាប់ពីខ្ញុំថតវីដេអូថតរូបថតអីអស់ចិត្តហើយខ្ញុំចាប់ផ្ដើមបេះតែម្ដងផ្លែឈើមួយហ្នឹងគឺថាខ្ញុំអត់ស្គាល់ឈ្មោះទេដូចខ្ញុំនិយាយចឹងប៉ុន្តែរូបរាងរបស់វាដូចផ្លែម្ដេញហើយរសជាតិវាជូរដូចផ្លែតែឡើងតឹងអញ្ចឹងបានខ្ញុំសម្រាប់ចិត្តថាបេះវាសាកយកមកជ្រក់គីឡូវាឈ្ងុយឆ្ងាញ់ហើយអញ្ចឹងណាឆ្នាំក្រោយបានបេះទៀតអីអញ្ចឹងទៅនិយាយពីថាជូរយកតែមែនតើណាហើយខ្ញុំបេះហ្នឹងមានគេជិះកង់តាមនឹងដែរគេចេះតែមើលអញ្ចឹងណាប្រហែលជាគេឆ្ងល់ថាខ្ញុំបេះធ្វើអីអញ្ចឹងណាព្រោះអាផ្លែហ្នឹងវាជូរតែមែនតើណាបើអ្នកគាត់នៅហ្នឹងគាត់មហូបទេផ្លែឈើជូរអញ្ចឹងបន្ទាប់ពីខ្ញុំបេះបានច្រើនគួរសមដែរខ្ញុំក៏ត្រឡប់ថយក្រោយវិញឥឡូវនេះរៀបចំទៅបេះផ្លែប៉ោមខ្ចីហើយនេះផ្លូវទៅបេះផ្លែប៉ោមខ្ចីណាបងប្អូនវាស្រែឲ្យសិតតែម្ដងហើយដើមប៉ោមមួយជួរនេះនិយាយពីថាផ្លែច្រើនគូសំដែរមានដើមប៉ោមនិងដើមសេរីមួយជួរហ្នឹងណាបងប្អូនហើយអានោះស្រូវនិយាយពីថាស្រូវគេល្អមែនតើស្រូវស្លៃឥឡូវចិត្តទុំម៉ៃមិនតាន់ទុំមែនតើទេអញ្ចឹងគេអត់តាន់ជ្រោទេរបៀបថាស្រូវវានៅរាងខ្ចីណាហើយខ្ញុំនេះគឺថាពីបេះផ្លែប៉ោមរបស់ខ្ញុំនេះផ្លែប៉ោមរបស់ខ្ញុំផ្លែប៉ោមនេះគឺមិនមែនរបស់ខ្ញុំទេផ្លែប៉ោមគេប៉ុន្តែវាដុះនៅរបៀបថាវាស្រែអីចឹងណាហើយអត់មានអ្នកបេះទេបើទោះជាទុំក៏អត់មានអ្នកបេះដែរបងប្អូនទុកចោលរុះចោលអីចឹងទៅហើយខ្ញុំនេះក៏បេះខ្ចីហ្នឹងយកមកជ្រក់ខ្ញុំមិនដែរជ្រក់ទេផ្លែប៉ោមខ្ចីហ្នឹងឥឡូវខ្ញុំបេះបានអស់ហើយអីអស់ហើយហ្នឹងណាចឹងខ្ញុំក៏ឈប់សម្រាកមកសបកសិនហើយថតរូបថតអីលេងចឹងទៅតាមទម្លាប់របស់ខ្ញុំហ្នឹងឯងឥឡូវហ្នឹងបង្ហាញបងប្អូនផ្លូវដែលខ្ញុំត្រូវជិះទៅមុខទៀតត្រឡប់មកផ្ទះណាហើយនេះកង់របស់ខ្ញុំហើយផ្លូវដែលខ្ញុំបង្ហាញបងប្អូននឹងចាប់ផ្ដើមទៅទៀតហើយនិយាយពីថាស្រូវរបស់គេនេះគឺល្អយកតែមែនតើណាឆ្នាំនឹងល្អមែនតើហើយនេះខ្ញុំថតឲ្យបងប្អូនឲ្យចិត្តមើលតែម្ដងដូចខ្ញុំនិយាយចឹងកាលពីមុនខ្ញុំច្រឡំតែស្មៅតែប៉ុន្តែមិនស្មៅទេណាស្រូវសលៃដោយសារតែវាមើលទៅអញ្ចឹងទៅដូចស្មៅតែមិនស្មើទេនេះស្រូវសលៃរបស់គេឥឡូវនេះខ្ញុំបានមកដល់ផ្ទះហើយក៏រៀបចំចាក់បានពីកញ្ច្រែងនឹងបងប្អូនហើយមិនដំបងស្មានតែបេះបានតែមួយកញ្ច្រែងតែមានណាពីកញ្ច្រែងពេញបឹបតម្រងប្តីខ្ញុំចុះមកពីលើសួរតែបេះខ្ញុំមិនធ្វើអីអាហ្នឹងគេមិនហូបទេខ្ញុំប្រាប់ថាខ្ញុំបេះយកមកជ្រក់អញ្ចឹងណាខ្ញុំដែរហូបទុំឯណាខ្ញុំប៉មហើយខ្ញុំហូបខ្ចីអញ្ចឹងខ្ញុំសាកជ្រក់មើលអញ្ចឹងទៅហើយប្តីខ្ញុំគាត់ក៏សើចក៏ទៅធ្វើការរបស់គាត់វិញទៅអញ្ចឹងណាហើយបេះបានច្រើនគូស